បាទអនុញ្ញាតគ្រប់នឹងជំរាបសួរទៅកាន់បងប្អូនយើងហ្នឹងហើយជួបខ្ញុំបាទសារជាថ្មីបាទនៅក្នុងការផ្ដិតយកនៅទស្សនវិជ្ជាផ្ទាល់ទៀតហើយបងប្អូនបាទដែលស្ថិតនៅវត្តភូមិថ្មីបងប្អូនបាទឃុំរុងរឿងបាទស្រុកស្ពងបាទយើងខេត្តកំពង់ស្ពឺណាបងប្អូនយើងហ្នឹងហើយបាទហើយសម្រាប់បងប្អូនយើងបាទហ្នឹងហើយហើយសម្រាប់ថ្ងៃផ្ទាល់ហ្នឹងគឺខ្ញុំក៏បានមកផ្ដិតជូនបាទនៅទស្សនវិជ្ជាផ្ទាល់បាទនៅថ្ងៃចូលឆ្នាំទី1បងប្អូនបាទដែលស្ថិតនៅវត្តភូមិថ្មីបងប្អូនបាទនេះគឺជាការរចនាបងប្អូនបាទឆ្នាំទាំង12បាទសម្រាប់បងប្អូនយើងបាទហើយលោកអាចារ្យក៏គាត់ធ្វើការរៀបចំបាទនៅកន្លែងពូនភ្នំខ្សាច់អញ្ចឹងទៅបងប្អូនបាទនេះគឺជាសាលាឆាន់បាទកន្លែងរាប់បាតបងប្អូនណាបាទយើងក៏លេចមើលបាទគឺឃើញថាសាលាឆាន់នេះមានទ្រង់ទ្រីធំមែនទែនបងប្អូនបាទដល់តែចំនួន3ខ្នងបងប្អូនបាទអញ្ចឹងគឺយើងឃើញថាធំមែនទែនបងប្អូនហើយបាទហ្នឹងហើយអញ្ចឹងគឺធំមែនទែនណាហ្នឹងហើយបាទហើយថ្ងៃទី1បាទថ្ងៃដំបូងនេះគឺឃើញថាមិនសូវជាមានព្រះសង្ឃបាទនៅគង់ចាំនៅវត្តនោះទេបងប្អូនបាទដោយសារតែបងប្អូនយើងបាទគឺគាត់ស្រោតបាទនិមន្តព្រះសង្ឃធ្វើការបាំងស្កូលបាទនៅតាមផ្ទះនីមួយៗណាបងប្អូនយើងបាទដោយសារតែបងប្អូនយើងនឹងស្រាប់ហើយកាលពីនៅទនេហ្នឹងគឺបងប្អូនយើងក៏គាត់ប្រកបនៅការងារបាទដូចជាធ្វើការរោងចក្រអីចឹងទៅបាទដល់អញ្ចឹងទៅក៏មិនសូវជាមានពេលបងប្អូនបាទហ្នឹងហើយធ្វើការនិមន្តព្រះសង្ឃទៅធ្វើការបាំងស្កូលអញ្ចឹងណាបងប្អូនយើងហ្នឹងហើយអញ្ចឹងដល់តែយើងខាងរោងចក្រគេឲ្យឈប់សម្រាកបងប្អូនយើងក៏មានពេលរៀបចំបាទហ្នឹងហើយធ្វើវិធីបាំងស្កូលបាទដើម្បីរំលឹកគុណអញ្ចឹងណាបងប្អូនយើងបាទទៅដល់ជីដូនជីតារបស់យើងនេះផ្ទាល់តែម្ដងផងដែរបាទតោះហ្នឹងហើយបងប្អូនយើងណាបាទហើយស្រាប់ម៉ោងនេះពេលនេះផងដែរបាទបើសិនជាខ្ញុំបាទធ្វើការអឺរៀបរាប់បាទមិនសូវជាក្បោះក្បាយនោះបាទក៏សូមបាទអធិស្ឋានបាទនឹងបិទទោសចំពោះពុកម៉ែបងប្អូនយើងផងដែរបាទនេះគឺជាទស្សនវិជ្ជាបាទដែលខ្ញុំបាទធ្វើការថតបាទពីចម្ងាយណាបងប្អូនយើងបាទហ្នឹងហើយក៏ផ្ដិតជូនទៅកាន់ពុកម៉ែបងប្អូនយើងបាទនេះគឺខ្ញុំធ្វើការផ្ដិតជូនបាទនៅទស្សនវិជ្ជារួមនៅខាងក្នុងបាទនៃសាលាឆាន់តែម្ដងបងប្អូនបាទក៏ប៉ុន្តែខ្ញុំអត់ទាន់បានចាប់នៅកាមេរ៉ាបាទដើម្បីបង្វិលបាទមើលឲ្យសពគ្រប់ជ្រុងជ្រោយបាទនៅក្នុងសាលាឆាន់បាទដែលស្ថិតនៅភូមិបាទថ្មីនេះទេបងប្អូនបាទអញ្ចឹងបងប្អូនយើងឃើញស្រាប់បាទសម្រាប់ព្រះគ្រូចៅអធិការវត្តបាទគឺគាត់ធ្វើការរៀបចំណាព្រះសង្ឃគាត់រៀបចំជូនបាទកន្លែងបាទសួនកំសាន្តបងប្អូនបាទយើងមើលទៅបងប្អូនកងានធំធំមែនទែនក្នុងមួយគូណាបាទហ្នឹងហើយយើងមានល្បែងល្បាំប្រជាប្រិយលេងកំសាន្តផងដែរបាទចាប់ពីថ្ងៃទី1បាទទី2ទី3អញ្ចឹងទៅនៃរដូវបុណ្យចូលឆ្នាំបាទប្រពៃណីរបស់យើងនេះផងដែរបងប្អូនបាទហើយយើងឃើញថាមានសត្វក្ងោកបាទទុំនៅលើស្នែងកបីអញ្ចឹងទៅបងប្អូនហ្នឹងហើយស្នែងកបីមិនដឹងស្នែងដំរីទេបងប្អូនណាបាទអញ្ចឹងគឺមានតែប៉ុណ្ណឹងបងប្អូនណាបាទសូមអរគុណនិងសូមអធិស្ឋាន